មនុស្សខ្លាំងពិតប្រាកដមិនមែនស្ថិតនៅលើលុយឋានៈបុណ្យស័ក្តិនោះទេគឺស្ថិតនៅត្រង់សមត្ថភាពនៅក្នុងការប្រឈមនឹងសភាពការជីវិតរបស់យើងគ្មាននរណាម្នាក់ស្គាល់ពីសភាពការជីវិតរបស់យើងច្បាស់ជាងយើងខ្លួនឯងទេពេលជួបបញ្ហាគ្មានអ្នកណាមកប្រឈមជំនួសអ្នកទេបើអ្នកមិនរឹងប៉ឹងអ្នកនឹងចាញ់មិនថាគេជួយយើងច្រើនប៉ុណ្ណាទេមិនថាយើងធ្លាប់ជួយអ្នកណាច្រើនប៉ុណ្ណាទេត្រូវចាំថាបើសិនជាយើងមិនរឹងមាំគ្រប់គ្រាន់ទេយើងពិបាកគេចផុតពីបញ្ហានៅក្នុងជីវិតរបស់យើងមែនទែនទោះក្នុងកលៈទេសៈណាក៏ដោយខ្លួនឯងត្រូវតែរឹងមាំដើម្បីប្រឈមនឹងសភាពការជីវិតរបស់យើងដោយខ្លួនឯងបញ្ហាកំពុងតែសាកល្បងសមត្ថភាពយើងរៀងរាល់ថ្ងៃតើយើងរឹងមាំខ្លាំងប៉ុណ្ណាទោះដល់ជំហានចុងក្រោយក៏ដោយសូមកុំបោះបង់ចោលក្តីសង្ឃឹមរបស់ខ្លួនឯងសោះនៅក្នុងសង្គមរស់នៅបើយើងស្រួលពេកយូរទៅអ្នកនឹងក្លាយជាមនុស្សដែលអស់តម្លៃដាក់ខ្លួនជារឿងល្អតែបើយើងស្រួលជាមួយនឹងគេឯងគ្រប់រឿងពេកពេលខ្លះនាំគ្រោះឲ្យខ្លួនឯងវិញក៏មានដែរយើងស្រួលពេកយើងក្លាយជារបស់ដែលអត់តម្លៃមនុស្សខ្លះឃើញយើងស្រួលលែងឲ្យតម្លៃយើងសោះតែម្ដងស្រួលពឹងពាក់ស្រួលណាត់ជួបស្រួលខ្ចីលុយចង់យកពេលណាក៏បានចង់សងពេលណាក៏បានយើងចិត្តទលាយូរទៅคล้ายទៅជាទំនាប់ឃើញយើងស្រួលពេកអ្នកខ្លះលែងស្គាល់អ្វីជាគុណអ្វីជាទោសក៏មានដែរធ្វើមនុស្សកុំស្រួលជាមួយនឹងគេឯងគ្រប់គ្នាពេកឃើញយើងស្រួលពេកអ្នកខ្លះលែងក្រែងចិត្តយើងសោះតែម្ដងយើងស្រួលជាមួយគេពេកពេលខ្លះយើងមិនទទួលបានការគោរពទេមនុស្សខ្លះស្ទើរនិស្ស័យនៅក្នុងការគោរពគ្នាទៅវិញទៅមកនឹងមែនទែនឃើញយើងស្រួលឃើញយើងដាក់ខ្លួនលះមែនទែនអារឿងវាយស្មើអត់មានក្រែងចិត្តយើងទេក្រំងុយគាត់ផ្ដាំថាធ្វើមនុស្សកុំងើយខ្ពស់ស្មើមេឃតែកុំទៀបពេកអបរិស័យមើលកលៈទេសៈផងកុំធ្វើជាមនុស្សស្រួលគ្រប់រឿងពេកអត់មានតម្លៃទេយើងស្រួលពេកពេលខ្លះខ្លាយទៅជាបង្អែកនៃបន្ទុករបស់អ្នកដតីអត់ដឹងខ្លួនទេចាស់និយាយថាគោស្លូតច្រើនតែជាគោកាប់មនុស្សស្រួលពេកច្រើនតែមានបន្ទុកមកលើខ្លួនឯងដែលអត់ដឹងខ្លួនទេអ្នកខ្លះឃើញយើងស្រួលស្អីក៏មកពឹងយើងដែរយូរទៅយើងខ្លាយជាអ្នករងបន្ទុកពីគេដែលអត់ដឹងខ្លួនទេរៀនបដិសេធរៀនដោះខ្លួនរៀនការពារខ្លួនខ្លះកុំស្រួលជាមួយគេគ្រប់រឿងពេកមនុស្សយើងណាក៏ជាហត់ដែរត្រូវចាំយើងស្រួលជាមួយនឹងគេពេកយើងខ្លាយទៅជាឧបករណ៍របស់មនុស្សលោភលន់យើងស្រួលជាមួយមនុស្សមានចិត្តមិនអីទេប៉ុន្តែបើស្រួលជាមួយមនុស្សដែលខ្សែលើយើងនឹងខ្លាយទៅជាឧបករណ៍ដែលគេកេងចំណេញប្រយោជន៍ពីយើងមិនខានអ្នកខ្លះឃើញយើងស្រួលលែងចេះក្រែងចិត្តយើងហើយមកកេងចំណេញផលប្រយោជន៍ពីយើងទៀតនៅក្នុងសង្គមរស់នៅត្រូវចេះប្រយ័ត្នកុំធ្វើជាមនុស្សស្រួលពេករហូតខ្លាយជាជនរងគ្រោះដោយអត់ដឹងខ្លួននៅក្នុងជីវិតរបស់យើងខ្លះកុំស្រួលជាមួយគេគ្រប់រឿងពេកមនុស្សយើងណាក៏ជាហត់ដែរត្រូវចាំយើងស្រួលជាមួយនឹងគេពេកយើងខ្លាយទៅជាឧបករណ៍របស់មនុស្សលោភលន់យើងស្រួលជាមួយមនុស្សមានចិត្តមិនអីទេប៉ុន្តែបើស្រួលជាមួយមនុស្សដែលខ្សែលើយើងនឹងខ្លាយទៅជាឧបករណ៍ដែលគេកេងចំណេញប្រយោជន៍ពីយើងមិនខានអ្នកខ្លះឃើញយើងស្រួលលែងចេះក្រែងចិត្តយើងហើយមកកេងចំណេញផលប្រយោជន៍ពីយើងទៀតនៅក្នុងសង្គមរស់នៅត្រូវចេះប្រយ័ត្នកុំធ្វើជាមនុស្សស្រួលពេករហូតខ្លាយជាជនរងគ្រោះដោយអត់ដឹងខ្លួននៅក្នុងជីវិតរបស់យើងមនុស្សខ្លាំងពិតប្រាកដមិនមែនស្ថិតនៅលើលុយឋានៈបុណ្យស័ក្តិនោះទេគឺស្ថិតនៅត្រង់សមត្ថភាពនៅក្នុងការប្រឈមនឹងសភាពការជីវិតរបស់យើងគ្មាននរណាម្នាក់ស្គាល់ពីសភាពការជីវិតរបស់យើងច្បាស់ជាងយើងខ្លួនឯងទេពេលជួបបញ្ហាគ្មានអ្នកណាមកប្រឈមជំនួសអ្នកទេបើអ្នកមិនរឹងប៉ឹងអ្នកនឹងចាញ់
មិនថាគេជួយយើងច្រើនប៉ុណ្ណាទេមិនថាយើងធ្លាប់ជួយអ្នកណាច្រើនប៉ុណ្ណាទេត្រូវចាំថាបើសិនជាយើងមិនរឹងមាំគ្រប់គ្រាន់ទេយើងពិបាកគេចផុតពីបញ្ហានៅក្នុងជីវិតរបស់យើងមែនទែនទោះក្នុងកលៈទេសៈណាក៏ដោយខ្លួនឯងត្រូវតែរឹងមាំដើម្បីប្រឈមនឹងសភាពការជីវិតរបស់យើងដោយខ្លួនឯងបញ្ហាកំពុងតែសាកល្បងសមត្ថភាពយើងរៀងរាល់ថ្ងៃតើយើងរឹងមាំខ្លាំងប៉ុណ្ណាទោះដល់ជំហានចុងក្រោយក៏ដោយសូមកុំបោះបង់ចោលក្តីសង្ឃឹមរបស់ខ្លួនឯងសោះទោះដល់ជំហានចុងក្រោយក៏ដោយសូមកុំបោះបង់ចោលក្តីសង្ឃឹមរបស់ខ្លួនឯងសោះ